សូមគោរពសម្ដេចទ្រង់បាទអាយដាមប្រិមិត្តទូទាំងនិកជននិយមតាមដានបាទទស្សនាเพจពិភពថ្មីដើម្បីសង្គមជប់ជាមួយនឹងខ្ញុំបាទរស់មិនយូរហៅអាប្រស្អាតបាទយើងក៏លេចមកមើលរឿងថ្មីទៀតឲ្យប្រិយមិត្តជាទីមេត្រីបាទដែលក្របបែកដែលចៅសៀមបានទម្លាក់មកលើទឹកដីកម្ពុជាដែលយើងប្រហែលថាក្របបែកចង្កោមនោះប្រិយមិត្តជាទីមេត្រីបាទនៅខេត្តបន្ទាយមានជ័យបាទនៅព្រឹកថ្ងៃទី19ខែមីនាឆ្នាំ2026បាទវេលាម៉ោង11បាទ30នាទីមានករណីផ្ទុះគ្រាប់បែកចង្កោមមួយករណីទៀតហើយប្រិយមិត្តជាទីមេត្រីបាទប្រិយមិត្តយើងបាទនៅភូមិបឹងស្នាយបាទឃុំស្លាក្រោមបាទស្រុកស្វាយជែកខេត្តបន្ទាយមានជ័យបណ្ដាលឲ្យឈ្មោះច័ន្ទសារ៉នភេទប្រុសបាទអាយុ44ឆ្នាំនោះបានបាទបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្ដងអប្រិយមិត្តយើងបាទភេទប្រុសអាយុ44ឆ្នាំបាទបានស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដងបាទនឹងឈ្មោះតាច័ន្ទបាទឈ្មោះតាច័ន្ទបាទដែលជាភេទប្រុសអាយុ47ឆ្នាំបាទបានរងរបួសបាទជាតិទម្ងន់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនបាទបង្អែកបុរីខេត្តបន្ទាយមានជ័យបាទតាមសម្ដីបានបញ្ជាក់ថាហេតុការណ៍គ្រោះថ្នាក់បាទនេះបានបណ្ដាលមកពីបាទជនរងគ្រោះឈ្មោះច័ន្ទសារ៉នបានបាទកាន់ក្របបែកចង្កោមមកបាទមកបោកលេងនៅផ្ទះឈ្មោះតាច័ន្ទប្រិយមិត្តហើយអីគោដល់ថ្នាក់នោះណាបាទដឹងថារបស់នឹងជារបស់ងាប់ហើយហេតុអីបានជាបាទកាន់ក្របបែកយកមកបាទបោកលេងអីតាប្តីតាផ្ដាអញ្ចឹងអប្រិយមិត្តជាទីមេត្រីអញ្ចឹងខ្ញុំបានជាសារព័ត៌មានក៏សូមផ្ដាំផ្ញើទៅដល់បងខាងស៊ីម៉ាក់ណាបងខាងវរៈកងទ័ពខាងស៊ីម៉ាក់សូមជួយបាទហាមឃាត់ក៏ដូចជាជួយបាទបញ្យលណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាព្រំដែនផងបាទបងប្អូនខ្លះគាត់ប្រហែលជាមិនដឹងទេបាទជារបស់គ្រោះថ្នាក់បងប្អូនខ្លះក៏គិតថារបស់នេះវាបានផ្ទុះទៅហើយណារបស់នេះវាបានស្អុយទៅហើយគាត់ស្អុយថាគាត់ស្អុយប្រិមិត្តបាទមិនដឹងថាស្អុយវាមិនតផ្ទុះបាទអញ្ចឹងហើយប្រិមិត្តជាទីមេត្រីហើយបាទខ្ញុំគួរឲ្យអាណិតសង្វេគណាណូអញ្ចឹងបានថាឲ្យឈ្មោះច័ន្ទសារ៉នបានកាន់ក្របបែកបាទចង្កោមនោះមកបាទបោកលេងនៅផ្ទះឈ្មោះតាច័ន្ទហ្នឹងណាអត់អីលេងណាប្រិយមិត្តយើងបានជាកាន់ក្របបែកទៅលេងតែប្តីតាផ្ដាស់អញ្ចឹងបាទអញ្ចឹងក្នុងនាមខ្ញុំជាសារព័ត៌មានក៏សូមផ្ដាំផ្ញើទៅដល់បងប្អូនបាទនៅតាមបណ្ដាជាដែនណាសូមកុំយកជីវិតទៅបន្ថយជាមួយនឹងក្របបែកណាបាទតាបោកវាផ្ទុះហើយក្របបែកបាទប្រិយមិត្តយើងអញ្ចឹងសូមបងប្អូនខាងបងខាងមន្ត្រីពាក់ព័ន្ធខាងស៊ីម៉ាក់សូមជួយបញ្យលណែនាំទៅដល់បងប្អូនយើងប្រជាពលរដ្ឋនៅខាងបាទបណ្ដាព្រំដែនផងបាទបងប្អូនខ្លះគាត់